មនុស្សស្រីពេលពិបាកចិត្តបំផុតមាន3ដំណាក់កាលនៅពេលចាប់ដើមពិបាកចិត្តដំបូងគឺយំពីព្រោះដោះស្រាយបញ្ហាមិនបានក្រោយមកនៅពេលពិបាកចិត្តគឺរៀនចេះអត់ធ្មត់ពីព្រោះកែប្រែមិនបានឥឡូវនេះនៅពេលពិបាកចិត្តគឺរៀនចេះសើចពីព្រោះគ្រប់យ៉ាងគ្មានបញ្ហាឡើយមនុស្សស្រីម្នាក់ដែលពឹងលើខ្លួនឯងដាក់ជីវិតប្រយុទ្ធតស៊ូក្នុងឆាកជីវិតគឺមិនមែនមកពីនាងចង់បានលុយខ្លាំងនោះទេហើយក៏មិនមែននាងខ្លាំងក្លាប៉ុណ្ណានោះដែរប៉ុន្តែបន្ទាប់ពីនាងបានឆ្លងកាត់នូវភាពច្របូកច្របល់ក្នុងចិត្តរាប់មិនអស់ទើបដឹងថាពឹងដើមឈើអាចដួលពឹងមនុស្សអាចប្រែប្រួលមានតែពឹងខ្លួនឯងទេទើបសុខស្រួលខ្លួនទីពឹងខ្លួនកុំខ្វល់នឹងមនុស្សប្រុសថាស្រឡាញ់ឬមិនស្រឡាញ់អ្នកត្រូវចងចាំនៅ3ប្រយោគនេះគឺអ្នកឈ្នះហើយប្រយោគទី1នៅពេលដែលមនុស្សប្រុសមិនស្រឡាញ់អ្នកដូចមុនអ្នកកុំទៅទទូចចង់បានការស្រឡាញ់នោះនៅពេលដែលមនុស្សប្រុសចង់ចាក់ចេញពីអ្នកក៏កុំទៅរារាំងដោយអស់ពីចិត្តពីព្រោះការទៅមករបស់គេមិនមែនអ្នកជាអ្នកសម្រេចឡើយគឺគេជាអ្នកសម្រេចអ្នកគ្មានវិធីឃាត់មនុស្សម្នាក់ដែលមិនស្រឡាញ់អ្នកឡើយហើយអ្នកក៏គ្មានវិធីដេញមនុស្សម្នាក់ដែលស្រឡាញ់អ្នកផងដែរអ្វីដែលអ្នកត្រូវធ្វើឲ្យបានល្អនោះគឺការពារថែទាំចិត្តខ្លួនឯងឲ្យបានល្អទៅបានហើយកុំខ្វល់ថាចុងក្រោយគេស្រឡាញ់ឬអត់អ្វីដែលអ្នកអាចធ្វើបានគឺពេលគេមកយើងស្វាគមន៍ពេលគេទៅយើងជូនដំណើរនៅពេលដែលអ្នកមានអាកប្បកិរិយាបែបនេះគឺអ្នកមិនអាចចាញ់ឡើយប្រយោគទី2គ្មានអ្នកណាចូលចិត្តឯកាហើយក៏រឹតតែមិនចូលចិត្តក្តីអស់សង្ឃឹមដែរហេតុអ្វីមាននារីខ្លះនៅក្នុងមនោសញ្ចេតនាមានអារម្មណ៍ថាខ្លួនឯងឯកាខ្លាំងណាស់មានអារម្មណ៍ថាខ្លួនឯងមិនសប្បាយចិត្តជាខ្លាំងថែមទាំងអស់សង្ឃឹមទៀតផងនោះក៏ព្រោះដោយសារនាងដាក់ការរំពឹងខ្លាំងពេកទៅលើមនុស្សប្រុសនៅក្នុងមនោសញ្ចេតនារបស់មនុស្សស្រីអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺយកចិត្តគំនិតរបស់ខ្លួនដាក់លើមនុស្សប្រុសទាំងអស់ដេញតាមភាពជោគជ័យរបស់មនុស្សប្រុសដេញតាមដំណើររបស់មនុស្សប្រុសភ្លេចថាខ្លួនឯងនៅតែជាបុគ្គលឯករាជ្យត្រូវចងចាំថាអ្នកមានមេរៀនជីវិតរបស់ខ្លួនអ្នកត្រូវរស់នៅដោយភាពលេចធ្លោរបស់ខ្លួនមិនមែនរស់នៅដើម្បីសម្រាប់តែមនុស្សប្រុសស្រឡាញ់នោះឡើយប្រយោគទី3អ្នកត្រូវធ្វើជាមនុស្សពេញវ័យដែលស្ងប់ស្ងាត់មិនត្រូវបានអនុញ្ញាតឲ្យធ្វើតាមអារម្មណ៍ឡើយមិនត្រូវបានអនុញ្ញាតឲ្យលួចនឹករលឹកមិនត្រូវបានអនុញ្ញាតឲ្យមើលត្រឡប់ក្រោយដើរលើវិថីជីវិតដោយខ្លួនឯងខ្លាចបំផុតគឺមនុស្សស្រីរស់នៅក្នុងអារម្មណ៍មួយជីវិតតស៊ូជាមួយនឹងអារម្មណ៍មួយជីវិតរស់នៅដោយមិនយល់ពីខ្លួនឯងពេលជួបប្រទះរឿងណាមួយអារម្មណ៍ណាក៏ដោយសុទ្ធតែគ្មានប្រយោជន៍ពីព្រោះអារម្មណ៍គឺមិនអាចដោះស្រាយបញ្ហាណាមួយបានឡើយមានតែបង្ហាញពីអសមត្ថភាពរបស់ខ្លួនឯងតែប៉ុណ្ណោះមនុស្សស្រីដែលរីកធំធាត់ឡើងពិតប្រាកដគឺចេះប្រឡែងចោលនៅរឿងរ៉ាវអតីតកាលទាំងអស់នាងមានសមត្ថភាពចេញដំណើរពីឥឡូវនេះចេញដំណើរពីស្ថានភាពបច្ចុប្បន្នទៅកែប្រែអនាគតរបស់ខ្លួនមិនមែននៅកន្លែងដដែលលះបង់ខ្លួនឯង